សូមសំឡេងហោឲ្យខ្លាំងខ្លាំងមួយទៀតមកដោយអត់សូវលឺមកទេបងប្អូនសូមអាសាទៀតបងប្អូនសូមអញ្ជើញនៅខាងលើបន្តិចចង់សម្ភាសពីចំណាប់អារម្មណ៍បងប្អូនបន្តិចឃើញជាមួយនឹងសិល្បៈបាទដែលពាក់ព័ន្ធជាមួយនឹងគុណរបស់កតោហើយជាសិល្បៈមួយដែលយើងបានបន្សល់ទុកតាំងពីបុរាណកាលមកហើយសូម្បីតែនៅតាមប្រាសាទចំនួនក៏មានបាទគុណរបស់កតោនេះគឺមានឆ្លាក់ជាប់នៅក្នុងតាមបណ្ដាប្រាសាទមួយចំនួនផងដែរអញ្ចឹងខ្ញុំចង់សួរចំណាប់អារម្មណ៍ថ្ងៃនេះនៅពេលដែលបានអញ្ជើញមកចូលរួមជាមួយនឹងសង្គ្រាមឆ្នាំថ្មីរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបថាតើបងប្អូនមានចំណាប់អារម្មណ៍បែបណាដែរនៅក្នុងថ្ងៃនេះបាទជាបឋមខ្ញុំបានបង្ហាញក្នុងសម្ដែងនេះសូមជម្រាបសួរបងប្អូនអរគ្នាដែលបានចូលរួមទស្សនាការសម្ដែងពួក